Bàជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះយើងចូលដល់ជីវវិទ្យាថ្នាក់ទី9ទាំងអស់គ្នាបាទឥឡូវសូមបងប្អូនដកសភៅវិទ្យាសាស្ត្រថ្នាក់ទី9ហើយសូមបងប្អូនបើកនៅទំព័រទី153ដល់163ទាំងអស់គ្នាបាទចំពោះទី1រស្មីសំយោគបាទនៅក្នុងមេរៀនទី1រូបគុំរបស់ស្លឹករុក្ខជាតិបាទអញ្ចឹងកុំឲ្យខាតពេលយើងចូលដល់សំណួរតែម្ដងបាទតើស្លឹករុក្ខជាតិមាននីតិដូចម៉េចបាទតើស្លឹករុក្ខជាតិមាននីតិដូចម៉េចបាទចម្លើយបាទស្លឹករបស់រុក្ខជាតិគឺមាននីតិស្រូបយកថាមពលពន្លឺព្រះអាទិត្យដើម្បីសំយោគជាអាហារបាទចូលដល់សំណួរទី2គេសួរថាតើរូបគុំរបស់ស្លឹករុក្ខជាតិណាតើរូបគុំរបស់ស្លឹករុក្ខជាតិបាទមានជាលិកាប៉ុន្មានប្រភេទបាទអញ្ចឹងចម្លើយបាទគឺបង្កឡើងដោយជាលិកា3ប្រភេទបាទមានអ្វីខ្លះបាទទី1មានជាលិកាការពារបាទជាលិកាការពារទី2ជាលិកាមេសូភីលបាទទី3ជាលិកានាំបាទអញ្ចឹងសូមបងប្អូនកលេចមើលរូបភាពទាំងអស់នេះបាទទីតាំងនៃជាលិកាប្រភេទទាំង3ហ្នឹងគឺមានទីតាំងខុសគ្នាបាទចំណុចក្រហមដែលនៅលើ slide នេះគឺបង្ហាញពីទីតាំងនៃជាលិកាការពារបាទគឺ epiderm លើនិង epiderm ក្រោមបាទអញ្ចឹងហើយនៅចន្លោះ epiderm លើនិង epiderm ក្រោមហ្នឹងគឺមានជាលិកាពីរប្រភេទទៀតបាទគឺជាលិកា mesophyll បាទនេះគឺជាជាលិកា mesophyll ដែលវាស្ថិតនៅចន្លោះ epiderm ខាងលើបាទនៅក្រោមស្រទាប់ epiderm ខាងលើហើយនឹងនៅលើ epiderm ខាងក្រោមបាទនៅផ្នែកខាងក្រោមនៅពីក្រោមជាលិកា epiderm លើក៏មានជាលិកានាំផងដែរបាទវាគឺជាបណ្ដាញបំពង់សម្រាប់នាំសារធាតុផ្សេងដើម្បីចិញ្ចឹមសរីរាង្គស្លឹករបស់រុក្ខជាតិទាំងមូលផងដែរបាទអញ្ចឹងសំណួរទី2គឺបានបញ្ចប់ត្រឹមប៉ុណ្ណេះបាទវីដេអូក្រោយពួកយើងនឹងឆ្លើយសំណួរបន្តទៀតនៅក្នុងមេរៀនទី1ចំពោះទី1នេះទាំងអស់គ្នាបាទសូមអរគុណ